សូមជម្រាបសួរបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ប្លុករបស់ខ្ញុំម្ដងទៀតហើយចាសម្រាប់មួយរយៈនេះរៀងស្ងាត់តិចហើយដោយសារតែឈឺដាក់សេរ៉ូមនៅផ្ទះរយៈពេល 5-6 ថ្ងៃហើយថ្ងៃនេះដែររៀងគ្រាន់បើហើយក៏ត្រឡប់មកធ្វើការវិញដែរចាសម្រាប់ថ្ងៃនេះដែរខ្ញុំនាំបងប្អូនទាំងគ្នាមកមើលសកម្មភាពពេញមួយថ្ងៃដែលជាសកម្មភាពខ្ញុំទៅមើលការប្រឡងរបស់សិស្សចំនួនទី10នៃសមាគមហ្វាពន្លឺសិល្បៈនិយាយទៅសម្រាប់សិស្សប្រឡងនេះដែរគឺប្រឡងផ្នែកប៉ះផ្នែកសិល្បៈទស្សនីយភាពគឺមាន3ជំនាញតែម្ដងគឺជំនាញសៀករបាំនិងជំនាញផ្នែកសម្ដែងចាបងប្អូនមើលបាននេះគឺថាជួបជុំគ្នាតិចតួចមុននឹងចូលទៅមើលការសម្ដែងហើយសម្រាប់ពេលដែលមើលការសម្ដែងផ្ទាល់នេះដែរគឺខ្ញុំដាក់ឲ្យបងប្អូនមើលតិចតែម្ដងតែសរុបទៅគឺបងប្អូនគឺគាត់សម្ដែងហ្នឹងគឺមានចំនួន20នាក់ចាបងប្អូនអាចមើលសកម្មភាពពួកគាត់សម្ដែងខ្លះបានអូយយ៉ាងណាកំពុងមានផ្លូវចុះជីអ្នកប្រឡងមានរងយ៉ាងណាដែរមានហ៎បរោះជោគជ័យចាសម្រាប់សកម្មភាពពេលព្រឹកគឺខ្ញុំថតបានតែប៉ុណ្្នឹងទេហើយបងប្អូនចាំមើលសកម្មភាពបន្តនៅពេលថ្ងៃដែរនាងខ្ញុំគឺជាគណៈកម្មការមួយរូបដែរចានេះដែរគឺកាត់មកដល់សកម្មភាពពេលថ្ងៃតែម្ដងគឺយើងចាប់ផ្ដើមពីម៉ោង 2 កន្លះទៅហើយនេះដែរគឺមកគឺចាប់ដើមមានមនុស្សបដាហើយបងអូនអាចមើលបានគឺពេលថ្ងៃទស្សនិកជនច្រើនជាងពេលព្រឹកទីបងអូននេះបងឯងមើលបានគឺឆាករបស់យើងត្រៀមសម្រាប់សិល្បកររបស់យើងរួចរាល់ហើយចានេះដែរឲ្យមើលមុខបន្តិចចាមុខអត់សូវស្រស់បានទេដោយសារតែទៅងើបពីឈឺឥឡូវសូមបងអូនទាំងគ្នាមកទស្សនាសកម្មភាពពួកគាត់ប្រឡងពេលថ្ងៃម្ដងចាំបងអូនគឺថតបានតែប៉ុណ្្នឹងទេហើយបន្ទាប់ពីពួកគាត់ប្រឡងអស់ហើយគឺគណៈកម្មការរួមទាំងសិល្បករទាំងអស់យើងធ្វើការជួបជុំគ្នាដើម្បីផ្ដល់ជាមតិយោបល់ខ្លះៗទៅសម្រាប់ពួកគាត់តោះអារម្មណ៍ប្រឡងឲ្យមានអារម្មណ៍មិនតែខ្ញុំជួយចិត្តខ្លាំងធ្វើល្អជាងមុនណែអូនណែឡងឲ្យមានអារម្មណ៍មិនសប្បាយចិត្តយកទៅណែយកទៅមើលតាមនេះ5ថ្ងៃហើយខ្ញុំទៅដឹងហើយតែល្អនេះក្មេងប្រឡងចប់មានអារម្មណ៍មិន happy ចា happy នេះគ្រូល្អចាអរគុណសម្រាប់ការទស្សនាវឡុកនេះដែរមានតែប៉ុណ្្នឹងទេអរគុណជួបគ្នាវឡុកក្រោយទៀតជម្រាបលាអ្នកប្រឡងបេក្ខជនប្រឡង